សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះពីរំមកពី103 Pickleball Club ថ្ងៃនេះខ្ញុំមកបង្រៀនអ្នកទាំងអស់គ្នាឲ្យដឹងពីរបៀបកាន់រ៉ាកែត Pickleball ពីកម្រិតដំបូងនៅពេលដែលយើងកាន់រ៉ាកែតបានត្រឹមត្រូវវាធ្វើឲ្យកម្រិតរបស់យើងឡើងកាន់តែលឿនតោះដល់ចឹងកុំឲ្យខាតពេលយើងមកមើលពីរបៀបកាន់រ៉ាកែតរបស់យើងបាទហើយយើងក៏លេខមកមើលដងរបស់យើងទាំងអស់គឺវាមើលទៅគឺវាមានទាំងអស់8ជ្រុងខាងលើយើងសន្មតថាជ្រុងលេខ1លេខ2លេខ3រហូតមកជុំហ្នឹងគឺជ្រុងទាំងអស់8ជ្រុងហើយរបៀបកាន់របស់យើងគឺយើងអាចកាន់នៅជ្រុងទី2គេហៅថាលេខ2ឬក៏អាចកាន់នៅជ្រុងលេខ3គេហៅថាលេខ3អញ្ចឹងរបៀបកាន់គឺយើងត្រូវដាក់ឲ្យបាតដៃរបស់យើងបែបនេះហើយយើងយកចំណុចចង្អុលដៃរបស់យើងមកដល់ផ្លាមដៃខាងនេះអញ្ចឹងដាក់វាខ្វែងអញ្ចឹងដាក់ឲ្យចំជ្រុងលេខ2អញ្ចឹងយើងនឹងអាចកាន់លេខ2បានហើយឬក៏មួយរបៀបទៀតយើងអាចធ្វើដៃជាអក្សរ V បន្ទាប់មកយើងគ្រាន់តែអូសមកចាប់មកអញ្ចឹងគឺយើងនឹងបានកាត់ដងប្រភេទបែបលេខ2នេះបានហើយដែលគេហៅថា Continental ហើយមួយទៀតគឺរបៀបដែលយើងកាន់ដងប្រភេទទី2នោះគឺយើងកាន់នៅលេខ3យើងគ្រាន់តែដាក់ចង្អុលដៃរបស់យើងចូលមកចំជ្រុងទី3ហ្នឹងមកអញ្ចឹងយើងនឹងអាចកាន់ដងលេខ3បានហើយឬក៏វិធីមួយទៀតយើងគ្រាន់តែទម្លាក់ដងចុះហើយយើងនឹងចាប់វាយកមកគឺវានឹងក្លាយទៅជាការកាន់ប្រភេទលេខ3ហ្នឹងហើយចំណែកឯវិធីចាប់ដងវិញគឺយើងចាប់នៅខាងក្រោមអ្នកមួយចំនួនដែលជាអ្នកដែលទើបតែថ្មីភាគច្រើនគាត់អត់សូវបានដឹងអំពីបច្ចេកទេសហ្នឹងទេពេលខ្លះគាត់ចាប់ខុសបច្ចេកទេសគឺគាត់ចាប់នៅខាងលើនៅពេលដែលចាប់នៅខាងលើចេះគឺកម្លាំងវាយរបស់យើងគឺវាអត់សូវមានកម្លាំងទេដូច្នេះយើងត្រូវតែចាប់នៅខាងក្រោមយកជ្រុងខាងក្រោមនេះមកដល់ខាងលើនេះគឺអាហ្នឹងបានវិធីចាប់ដែលមានបច្ចេកទេសត្រឹមត្រូវហើយចំណុចមួយទៀតដែលយើងត្រូវយកចិត្តទុកដាក់នោះគឺរបៀបកាន់ដងរបស់យើងមិនត្រូវឲ្យវាតឹងពេកទេអញ្ចឹងបើសិនជាយើងចាប់វាតឹងពេកវាធ្វើឲ្យយើងអត់សូវមានកម្លាំងក្នុងការវាហើយក៏វាអត់សូវជា flexible ក្នុងការដែលយើងប្រើ back hand ឬក៏ forehand អញ្ចឹងរបៀបចាប់របស់យើងគ្រាន់តែចាប់កម្លាំងដូចជាយើងចាប់ដៃគ្នាអញ្ចឹងហើយមើលទៅយើងអាចទាញចេះវារបូតបានអញ្ចឹងកុំចាប់ឲ្យតឹងពេកគឺចាប់មកល្មមបាទនេះគឺជា tip ខ្លីៗរបៀបកាន់ដង Pickleball អញ្ចឹងយើងនឹងជួបគ្នាទៅលើវីដេអូក្រោយៗទៀតទាក់ទងជាមួយនឹងរបៀបវាយជាមួយនឹងបាល់ Pickleball តែម្ដង